សូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គសូមគោរពសម្ដេចទ្រង់អាដាមលោកជំទាវអស់លោកលោកស្រីអ្នកនាងកញ្ញានិងអ្នកសារព័ត៌មានទាំងអស់ជាទីគោរពនិងជាទីមេត្រីក្នុងគណៈនេះក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃសូមធ្វើសេចក្តីសង្ខេបព័ត៌មានស្តីពីផលប៉ះពាល់លើតំបន់ស៊ីវិលនិងការគាំពៀពលរដ្ឋភាគសឹកដោយសារសង្គ្រាមឈ្លានពានវាទីទឹកដីរបស់រដ្ឋាភិបាលក្រុងបាងកកនិងយោធាថៃដោយគិតចាប់ពីម៉ោង12ថ្ងៃត្រង់ដល់ម៉ោង6ល្ងាចនៃថ្ងៃទី14ខែធ្នូឆ្នាំ2025ទី1គឺខេត្តឧត្តរមានជ័យសភាពការសមរភូមិមុខគឺទាហានថៃបន្តឈ្លានពានលើដែនអធិបតេយ្យកម្ពុជានៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យគឺនៅទិសប្រាសាទនៃតាមាន់ធំប្រាសាទតាក្របីប្រាសាទខ្នាជប់កគីថ្មដូនអូស្មាច់ដោយប្រើប្រាស់អាវុធធុនតូចធុនធំគ្រប់ប្រភេទរួមមានរថក្រោះរថពាដែកដ្រូនទម្លាក់គ្រាប់យន្តហោះចម្បាំង F16 បាញ់ផ្លោងគ្រាប់បែកចង្កោមយ៉ាងច្រើននៅក្នុងភូមិសាស្ត្រក្រុងសំរោងស្រុកបន្ទាយអំពិលនិងស្រុកតាពាំងប្រាសាទនៅវេលាម៉ោង 16:04 នាទីយោធាថៃបានបាញ់ប្រហារលើកម្ពុជាដោយបង្កើនការប្រើប្រាស់គ្រាប់បែកចង្កោមយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងភូមិសាស្ត្រប្រាសាទតាមាន់ធំផលប៉ះពាល់គឺប្រជាពលរដ្ឋស្លាប់និងរបួសគឺពុំមានទេប៉ុន្តែធ្វើឲ្យឆេះផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន3ខ្នងផ្សារមួយកន្លែងវត្តមួយកន្លែងអគារកសិកម្មសហគមន៍មួយកន្លែងហើយទាំងនេះសុទ្ធសឹងតែជាតំបន់និងលំនៅឋានស៊ីវិលរបស់ជនស៊ីវិលដាច់ចរន្តអគ្គិសនីនៅស្រុកត្រពាំងប្រាសាទហើយជនភៀសសឹកថ្មីចំនួន118គ្រួសារស្មើនឹង459នាក់ស្រីចំនួន167នាក់សរុបជនភៀសសឹកបាទតាំងពីដើមទីមករហូតដល់ពេលនេះគឺមានចំនួន13191គ្រួសារស្មើនឹង44434នាក់ស្រីចំនួន21393នាក់ខេត្តព្រះវិហារទាហានថៃបានបើកការបាញ់ប្រហារមកលើកម្ពុជាចាប់ពីតំបន់អានសេះតំបន់ប្រាសាទព្រះវិហាររហូតដល់តំបន់មុំ3និងភូមិសាស្ត្រផ្សេងទៀតចាប់ពីម៉ោង12រសៀលរហូតមកដល់ម៉ោង6យប់ហើយផលប៉ះពាល់គឺពុំមានការខូចខាតណាមួយកើតឡើងបាទរបួសស្លាប់ឬក៏នៃផ្ទះសម្បែងទ្រព្យសម្បត្តិបងប្អូនប្រជាពលរដ្ឋទេជនភៀសសឹកគឺមានសរុបចំនួន10547គ្រួសារស្មើនឹង33883នាក់ស្រីចំនួន18025នាក់បាទខេត្តបន្ទាយមានជ័យទាហានថៃបានបន្តបាញ់ប្រហារដោយគ្រាប់បាទអាវុធយុទ្ធភ័ណ្ឌនិងផ្សែងពុលមកលើកងកម្លាំងកម្ពុជានៅតាមបណ្ដោយព្រំដែនកម្ពុជាថៃនៅភូមិសាស្ត្រស្រុកអូជ្រៅស្រុកស្វាយជែកស្រុកថ្មពួកនិងក្រុងប៉ោយប៉ែតយោធាថៃបានប្រើយន្តហោះទម្លាក់គ្រាប់នៅភូមិថ្មសិនសង្កាត់និមិត្តក្រុងប៉ោយប៉ែតចំពោះផលប៉ះពាល់គឺណែទើបបានប្រទះឃើញសពប្រជាពលរដ្ឋម្នាក់តែមិនស្គាល់អត្តសញ្ញាណដែលប្រហែលជាស្លាប់នៅថ្ងៃទី11ដោយសារតែការវាយប្រហាររបស់ភាគីថៃហើយថ្ងៃនេះគឺមានរងរបួសចំនួន15នាក់និងពុលផ្សែងពុលចំនួន1នាក់ជនភៀសសឹកថ្មីចំនួន1811គ្រួសារស្មើនឹង3973នាក់ស្រីចំនួន2296នាក់សរុបតាំងពីថ្ងៃទី7ខែធ្នូរហូតមកដល់ម៉ោង6បាទយប់ថ្ងៃទី14ខែធ្នូឆ្នាំ2025នេះជនភៀសសឹកមានចំនួន47638គ្រួសារស្មើនឹង16465នាក់ស្រីចំនួន82557នាក់ខេត្តពោធិ៍សាត់ទាហានថៃបានបើកការវាយលុកលើខ្សែត្រៀមជួរមុខរបស់កម្ពុជាចំនួន4មុខព្រួញរួមមានទិសច្រកជ័យជំនះទិសអូភ្លុកដំរីទិសច1និងទិសវាលពួចដោយប្រើប្រាស់យន្តហោះ F16 ដ្រូនពំក្បាលគ្រាប់ទម្លាក់
និងកំភ្លើងធំប្រភេទ MT 100 mm 155 mm 130 mm កំភ្លើងធំ100 mm បាញ់ពីរថក្រោះមកលើទីតាំងរបស់កម្ពុជាចំពោះផលប៉ះពាល់គឺបានបណ្ដាលឲ្យខូចខាតសំណង់អគារជាច្រើនកន្លែងជនភៀសសឹកសរុបមកដល់ពេលនេះមានចំនួន900គ្រួសារស្មើនឹង3221នាក់ស្រីចំនួន1542នាក់ខេត្តបាត់ដំបងទាហានថៃបានបង្ហោះដ្រូនមួយគ្រឿងចាប់ពីនាយាមកា WZS 84 021 4503 រំលោភចូលក្នុងទឹកដីរបស់កម្ពុជាក្នុងភូមិសាស្ត្រភ្នំអូលវាសំទោសភូមិអូលវាឃុំជ្រៃសីមាស្រុកសំពើលូនចម្ងាយពីព្រំដែនប្រហែលជា300ម៉ែត្រសភាពការតាមព្រំដែនស្ថិតនៅក្នុងសភាពប្រុងជើងការខ្ពស់កម្លាំងកម្ពុជាត្រៀមគោលដៅ24ម៉ោងលើ24ម៉ោងក្នុងដែនអធិបតេយ្យរបស់ខ្លួនបាទផលប៉ះពាល់គឺប្រជាពលរដ្ឋស្លាប់របួសពុំមានទេការខូចខាតផ្សេងៗក៏ពុំមានដែរតែជនភៀសសឹកថ្មីមានចំនួន97គ្រួសារស្មើនឹង305នាក់ស្រីចំនួន150នាក់បូកយោងសរុបតាំងពីដើមគ្រារហូតមកដល់ប្រលប់ថ្ងៃទី14ខែធ្នូឆ្នាំ2025នេះគឺមានជនភៀសសឹក11300សំទោស11130គ្រួសារស្មើនឹង9សំទោសស្មើនឹង39661នាក់ស្រីចំនួន20062នាក់ខេត្តកោះកុងសភាពការជារួមមានភាពស្ងប់ស្ងាត់កម្លាំងកម្ពុជាកំពុងឈរជើងគ្រប់គោលដៅ24ម៉ោងលើ24ម៉ោងក្នុងស្មារតីប្រុងប្រយ័ត្នខ្ពស់ហើយផលប៉ះពាល់គឺពុំមានបងប្អូនប្រជាពលរដ្ឋស្លាប់របួសនិងការខូចខាតនោះទេជនភៀសសឹកថ្មីមានចំនួន120គ្រួសារសំទោស122គ្រួសារស្មើនឹង753នាក់ស្រី362នាក់សរុបជនភៀសសឹកតាំងពីថ្ងៃទី7ខែធ្នូមកដល់ព្រលប់ថ្ងៃទី14ខែធ្នូនេះគឺមានជនភៀសសឹកចំនួន1517គ្រួសារស្មើនឹង5953នាក់ស្រីចំនួន2345នាក់ខេត្តបៃលិនសភាពការសមរភូមិជារួមគឺមានសភាពស្ងប់ស្ងាត់ពុំមានផលប៉ះពាល់នឹងជនភៀសសឹកទេក៏ប៉ុន្តែរដ្ឋបាលខេត្តត្រៀមលក្ខណៈគ្រប់មុខសញ្ញាដើម្បីត្រួតសភាពការតាមសភាពជាក់ស្ដែងខេត្តសៀមរាបជនភៀសសឹកថ្មីមានចំនួន1380គ្រួសារស្មើនឹង4645នាក់ស្រីចំនួន2325នាក់ហើយជនភៀសសឹកសរុបតាំងពីដើមទីមកដល់ពេលនេះមានចំនួន35891គ្រួសារស្មើនឹង115,984នាក់ស្រីចំនួន62342នាក់ជាការសរុបរួមមកដល់ពេលនេះគឺមានប្រជាពលរដ្ឋភៀសសឹកចំនួន12814គ្រួសារកើនឡើងចំនួន3694គ្រួសារស្មើនឹង403,601នាក់កើនឡើងចំនួន8895នាក់ក្នុងនោះមានស្រីចំនួន208,266នាក់កើនឡើងចំនួន3377នាក់បាទជាសរុបរួមគឺរដ្ឋបាលខេត្តក្រោមការដឹកនាំរបស់ក្រសួងមហាផ្ទៃដែលមានអាដាមអភិសន្តិបណ្ឌិតសសុខាជារដ្ឋមន្ត្រីក្រោមមាគាដឹកនាំដ៏អង្អាចស្វាហាប់របស់សម្ដេចធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីគឺរដ្ឋបាលខេត្តនីមួយៗគឺបន្តរៀបចំសម្របសម្រួលបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលនៃរងហានិភ័យឬក៏តំបន់ដែលរងការវាយប្រហារយកចិត្តទុកដាក់គ្រប់គ្រងថែរក្សាជនភៀសសឹកនៅជំរកសុវត្ថិភាពបាទពង្រឹងការថែរក្សាសន្តិសុខផ្ទៃក្នុងនិងការល្បាតជំនាញដើម្បីការពារទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋកុំឲ្យមានជនអាកាសនិយមទៅប៉ះពារនៅតាមមូលដ្ឋានរបស់បងប្អូនដែលសំទោសរបស់បងប្អូនដែលបានភៀសសឹកមកបាទហើយក្រៅពីនេះគឺបន្តតាមដានសភាពការបាទវិវត្តនិងមានវិធានការដោះស្រាយតាមនៃការជាក់ស្ដែងទន្ទឹមនឹងនេះគឺខ្ញុំកាលណាខ្ញុំ
សូមប្រគិននិងបញ្ជាក់ជូនបងប្អូនថាទី1គឺសូមមេត្តាកុំបង្ហោះ drone នៅតាមទីតាំងផ្សេងជាពិសេសគឺនៅតំបន់យោធាតំបន់កងកម្លាំងនិងតំបន់ដែលមានហានិភ័យប្រឈមបាទយើងដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់និងកំណត់មុខសញ្ញា drone បច្ចាមិត្តជាដើមបាទហើយបន្តមកទៀតគឺសូមឲ្យបងប្អូនយើងបង្កើនស្មារតីសាមគ្គីបាទចូលរួមបាទតាមលទ្ធភាពបាទគ្រប់រូបភាពបាទក្រោមការដឹកនាំរបស់នៃសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលជានៃអគ្គយុទ្ធសាស្ត្រការពារជាតិលោកជាប្រធានព្រឹទ្ធសភានិងជាអគ្គផុសភាជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធកម្ពុជាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីដ៏អង្អាចស្វាហាប់របស់កម្ពុជាយើងហើយក្រោមការដឹកនាំបញ្ជាប្រកបដោយយុទ្ធសាស្ត្រនិងការផ្ដល់យោបល់ប្រកបដោយបទពិសោធន៍ខ្ពស់របស់សម្ដេចទាំងទ្វេកងកម្លាំងកងយុទ្ធពលខេមរៈភូមិន្ទក្រសួងការពារជាតិនគរបាលព្រំដែនក្រសួងមហាផ្ទៃបាននឹងកំពុងប្រគៀកស្មាររួមគ្នាការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិហើយម្ចាស់ការអង្គអាចក្លាហានឈរជើងយ៉ាងរឹងមាំនិងមានព្រៀបឈ្នះគ្រប់គោលដៅនៃសមរភូមិប្រយុទ្ធគ្រាន់តែគោលដៅមួយចំនួនគឺយើងមិនទាន់ឆ្លើយតបរងចាំបទបញ្ជាពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនៃរដ្ឋាភិបាលកម្ពុជាទាមទារឲ្យភាគីថៃបញ្ឈប់ជាបន្ទាន់រាល់ឧក្រិដ្ឋកម្មឈ្លានពានឧក្រិដ្ឋកម្មសង្គ្រាមឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិជាដើមដោយងាកមកអនុវត្តឲ្យបានពេញលេញតាមបទឈប់បាញ់ជាពិសេសសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរដែលមានប្រធានាធិបតីសហរដ្ឋអាមេរិកនិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីចុះហត្ថលេខាជាសាក្សីព្រមទាំងមានការថ្លែងសារស្វាគមន៍គាំទ្រពីបណ្ដាមិត្តបរទេសនិងសហគមន៍អន្តរជាតិយ៉ាងច្រើនកកនិងផលផុសបាទជាការកត់សម្គាល់យើងឃើញកម្លាំងសាមគ្គីរបស់បងប្អូនប្រជាពលរដ្ឋគឺកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃកាន់តែវិញជាធ្លុងមួយហើយការបរិច្ចាគទ្រព្យធនបាទសម្ភារៈឧបករណ៍ឬក៏ថវិកាតាមបណ្ដាអង្គភាពបាទរដ្ឋឬក៏ឯកជនគឺកាន់តែផលផុសសម្រាប់ជួយគ្រប់គ្រងជាទឹកចិត្តនិងផ្នែកសម្ភារៈដល់កងកម្លាំងជួរមុខរបស់យើងនិងក្រុមគ្រួសាររបស់ពួកគាត់ហើយជាពិសេសគឺជួយគាំពៀដល់ជីវភាពរបស់បងប្អូនភៀសឹកបាទរាប់សិបម៉ឺននាក់នៅតាមមណ្ឌលសុវត្ថិភាពនិងនៅតាមផ្ទះរបស់សាច់ញាតិខ្លួនឬក៏តាមគោលដៅនានាផ្សេងជាច្រើនទៀតនេះគឺជាទុក្ខលំបាកដែលកើតចេញពីការឈ្លានពានរបស់រដ្ឋាភិបាលក្រុងបាងកកនិងយោធាថៃដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរបស់ប្រជាពលរដ្ឋស៊ីវិលតំបន់ស៊ីវិលវត្តអារាមប្រាសាទបាទបុរាណប្រាសាទឬក៏សម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោកជាដើមកុមារទារកបាទស្ត្រីមេម៉ាយអ្នកជំងឺចាស់ជរាប្រសង់តាជីដូនជីបាទអាចារ្យជាដើមនេះសិតតែរងទុក្ខទោសទាំងអស់គ្នាដែលនាំឲ្យមានការលំបាកនិងបាត់បង់នូវសិទ្ធិក្នុងនាមជាមនុស្សជាតិដោយសារតែសង្គ្រាមឈ្លានពានបាទដូច្នេះទេគឺថាសូមឲ្យបងប្អូនទាំងអស់គឺបង្កើនការចូលរួមបន្តទៅទៀតវិញជាធ្លុងមួយក្រោមដំបូលនៃរាជរដ្ឋាភិបាលតែមួយរបស់យើងគឺជាតិពលគឺកម្ពុជាតែមួយហើយបងប្អូននៅតាមបណ្ដាប្រទេសផ្សេងគឺកំពុងតែបំពងសម្លេងស្រែកទាមទារយុត្តិធម៌ឲ្យបណ្ដាបរទេសឬក៏ពិភពលោកបានដឹងអំពីការឈ្លានពានរបស់ភាគីថៃនិងការរងគ្រោះរបស់កម្ពុជាយើងបាទក្នុងនោះយើងឃើញកម្លាំងមនុស្សធម៌គឺចូលរួមកាន់តែច្រើនដែលមានសសយកយុវជននៃកាកបាទក្រហមជួយសម្របសម្រួលតាមមណ្ឌលសុវត្ថិភាពឬក៏តាមទីកន្លែងផ្សេងហើយជាពិសេសគឺកាកបាទក្រហមកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចកេតិព្រឹទ្ធមនិតបូរនីហ៊ុនសែននិងក្រោមព្រះបារមីរបស់សម្ដេចម៉ែគឺកំពុងតែដុតដៃដុតជើងនៅក្នុងការទទួល
សប្បុរសជននានាហើយចាត់ចែងជានៃកញ្ចប់អាហារបាទផ្សេងជាច្រើនទៀតដើម្បីជួយផ្ដល់ទៅឲ្យនៃកងកម្លាំងជួរមុខរបស់យើងនិងក្រុមគ្រួសារជាពិសេសគឺបងប្អូនភៀសឹកទាំងអស់គ្នាបាទហើយក្នុងខណៈនេះគឺការខ្វះខាតលឺលួសដោយប្រការណាមួយគឺយើងត្រូវអត់ធ្មត់និងរួមចិត្តរួមកាយជាមួយគ្នាប្រឆាំងនឹងការឈ្លានពានរបស់សត្រូវខ្ញុំកណាខ្ញុំសូមបញ្ចប់សេចក្តីសង្ខេបព័ត៌មានស្តីពីផលប៉ះពាល់ពីការឈ្លានពានរបស់ភាគីថៃនិងយោធាថៃត្រឹមតែប៉ុណ្ណេះខ្ញុំកណាខ្ញុំសូមក្រាបថ្វាយបង្គំលានិងសូមគោរពលា